សម័យប្រវត្តិសាស្ត្រប្រទេសកម្ពុជាសម័យមុនអង្គរសម័យប្រវត្តិសាស្ត្របានចាប់បដិសន្ធិឡើងនៅដើមសតវត្សទី1នៃគ្រិស្តសករាជមនុស្សចេះប្រើប្រាស់នៅតួអក្សរដើម្បីកត់ត្រាព្រឹត្តិការណ៍ផ្សេងៗដែលទាក់ទងនឹងសង្គមជាតិរបស់ខ្លួនប្រវត្តិសាស្ត្រខ្មែរមានចលនាបោះជំហានទៅមុខជានិច្ចមនុស្សដែលរស់នៅលើទឹកដីកម្ពុជាមានការវិវត្តជឿនលឿនជាលំដាប់រហូតបង្កើតបានជារដ្ឋមួយនៅត្រង់ស្រុកអង្គរបូរីក្នុងខេត្តតាកែវសពថ្ងៃនេះអង្គរបូរីចាត់ទុកជារាជធានីនៃនគរគោកធ្លកហើយដែលនគរគោកធ្លកគ្រប់គ្រងដោយស្ត្រីម្នាក់តាមឯកសារចិនព្រះនាមថាលីវយីចំណែកតាមសិលាចារឹកខ្មែរព្រះនាមសោមាជាមួយនឹងការបង្កើតរដ្ឋដំបូងបង្អស់នេះទនជាតិខ្មែរនៃនគរគោកធ្លកដែលមានជំនឿលើឫទ្ធិអំណាចរបស់ធម្មជាតិក្នុងសម័យនោះក៏បានទទួលស្គាល់នូវសាសនាថ្មីពីរទៀតដែលមានដើមកំណើតនៅឥណ្ឌាគឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាគួរកត់សម្គាល់ថាសាសនាឥណ្ឌាទាំងពីរនេះបានចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមខ្មែរហើយក្លាយទៅជាមូលដ្ឋាននៃអរិយធម៌និងវប្បធម៌ខ្មែររហូតមកដល់សព្វថ្ងៃនេះសុវណ្ណភូមិមានន័យថាសុវណ្ណបូកនឹងភូមិសុវណ្ណគឺមាសឯភូមិគឺទឹកដីឬតំបន់ដូច្នេះសុវណ្ណភូមិប្រែថាទីកើតមាសសុវណ្ណភូមិជាឧបទ្វីបស្ថិតក្នុងអាស៊ីអាគ្នេយ៍ដើមហេតុដែលនាំឲ្យជនជាតិឥណ្ឌាមកកាន់សុវណ្ណភូមិក្នុងកាលនោះគឺប្រាថ្នារកមាសជាធំបានជាកើតពាក្យសុវណ្ណភូមិនេះឡើងលើសពីនេះទៅទៀតមុខរបរជំនួញគ្រឿងទេសក៏ជាប្រភពនៃការចាក់ឫសចាក់គល់នៃវប្បធម៌និងអរិយធម៌ឥណ្ឌានៅតំបន់អាស៊ីអាគ្នេយ៍នេះដែរករណីនេះជំរុញឲ្យជនជាតិឥណ្ឌាបានផ្សព្វផ្សាយវប្បធម៌របស់ខ្លួនក្នុងទ្វីបអាស៊ីអាគ្នេយ៍ចាប់ពីដើមសតវត្សទី1នៃគ្រិស្តសករាជសុវណ្ណភូមិបានក្លាយទៅជាទីប្រជុំនៃពួកឈ្មួញក្លឹងព្រិចរ៉ូម៉ាំងដែលមកទិញម្រេចកបាសមាសសំណប៉ាហាំងភ្លុកគ្រឿងទេសទាំងឡាយដូចជាក្រវ៉ាញក្លឹមច័ន្ទគ្រឹស្ណាដូងជាដើមក្នុងការធ្វើដំណើរឆ្ពោះមកសុវណ្ណភូមិឈ្មួញទាំងអស់នោះត្រូវពឹងពាក់ទៅលើខ្យល់រដូវទាំងស្រុងហើយត្រូវស្នាក់អាស្រ័យជាច្រើនខែក្នុងសុវណ្ណភូមិអាស៊ីអាគ្នេយ៍បើគេមកពីស្រុកឥណ្ឌាគេត្រូវប្រើខ្យល់រដូវនិរដីខ្យល់នេះចាប់ផ្ដើមឡើងពីខែមិថុនាដល់ខែសីហាគេក៏អាចប្រើខ្យល់រដូវអេសានដែលមានចាប់ពីខែវិច្ឆិកាមកដល់ខែមេសាដើម្បីត្រឡប់ទៅស្រុកឥណ្ឌាវិញរួមសេចក្តីមកការប្រើប្រាស់សម្ពៅខ្យល់ក្តោងជាមធ្យោបាយមួយដ៏សំខាន់បំផុតសម្រាប់ការរីកចម្រើននិងការរីកដុះដាលនៃអាណាចក្រផ្សេងៗក្នុងឧបទ្វីបអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមឥទ្ធិពលសាសនាដែលជាកត្តាបង្រួបបង្រួមប្រជាពលរដ្ឋទាំងអស់ជាធ្លុងមួយដោយគេគោរពជំនឿអាទិទេពដូចគ្នាសម័យអង្គរដើមសម័យអង្គរព្រះបាទជ័យវរ្ម័នទី2និងលទ្ធិទេវរាជឆ្នាំ802ដល់ឆ្នាំ850ក្រោយមកក្នុងចំណោមព្រះរាជវង្សខ្មែរដែលជ្វាចាប់ទៅនោះមានព្រះអង្គម្ចាស់មួយព្រះអង្គបានតិចខ្លួនរួចហើយយាងត្រឡប់ចូលមកមាតុភូមិវិញគ្រាន់តែមកដល់ប្រទេសជាតិភ្លាមព្រះអង្គក៏ចាប់ផ្ដើមប្រមូលកងកម្លាំងខ្មែរស្នេហាជាតិតាមបណ្ដាទីក្រុងនានានៃនគរភ្នំរួចហើយរួបរวมគ្នាកម្ចាត់ពួកជ្វាប្រកបទៅដោយជោគជ័យព្រះអង្គក៏ត្រូវបានអភិសេកឡើងគ្រងរាជសម្បត្តិនៅឆ្នាំ802ព្រះរាជាអង្គនេះមានព្រះនាមថាជ័យវរ្ម័នទី2ឆ្នាំ802ដល់ឆ្នាំ850បន្ទាប់មកព្រះអង្គបានសម្របសម្រួលបង្រួបបង្រួមអ្នកជាឡាលិទឹកនិងអ្នកជាឡាដៃគោកឲ្យមានការឯកភាពគ្នាឡើងវិញក្រោយពីបានរៀបចំជាឡាលិទឹកឲ្យមានសុវត្ថិភាពរួចហើយព្រះអង្គទ្រង់បានបដូររាជធានីជាញឹកញាប់ណាស់បន្ទាប់ពីរាជធានីឥន្ទ្របុរៈស្រុកត្បូងឃ្មុំខេត្តកំពង់ចាមព្រះអង្គបានយាងទៅគង់នៅរាជធានីគុតិស្វរៈនៅត្រង់កន្លែងប្រាសាទបន្ទាយក្តីរួចទៅរាជធានីហរិហរឡៃនៅរលួសស្រុកបាគងខេត្តសៀមរាបសព្វថ្ងៃបន្ទាប់មកទៀតទៅរាជធានីអមរិន្ទ្រៈនៅបារាយទឹកថ្លាខាងលិចនិងមហេន្ទ្របរពតលើភ្នំគូលែនដើម្បីរៀបចំពិធីបែបព្រហ្មញ្ញសាសនាគឺពិធីទេវរាជឲ្យព្រះអង្គក្លាយជាស្ដេចចក្រវាលឋានៈជាទេវរាជស្ដេចអាទិទេពចាប់ពីពេលនោះបញ្ជារបស់ព្រះអង្គជាបញ្ជារបស់អាទិទេពនៅលើភ្នំគូលែនព្រះអង្គបានបញ្ជាឲ្យកសាងប្រាសាទមួយយ៉ាងធំដើម្បីតម្កល់សិវលិង្គនិងលិង្គទេវរាជផងព្រះបាទជ័យវរ្ម័នទី2ជាមហាក្សត្រផ្ដើមបង្កើតអរិយធម៌អង្គរសម័យគូលែនជាសម័យដែលសិល្បៈខ្មែររីកចម្រើនឡើងវិញដោយមានការបញ្ចូលឥទ្ធិពលរបស់ចាមហើយនិងជ្វាដោយតំបន់ភ្នំគូលែនមានឧបសគ្គមិនអាចពង្រីករាជធានីបានព្រះអង្គក៏យាងមកគង់នៅរាជធានីហរិហរឡៃវិញព្រះបាទជ័យវរ្ម័នទី2ទ្រង់សោយទីបង្គាប់នៅទីនោះហើយទ្រង់បានទទួលមរណនាមថាបរមេស្វរៈព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមថាជ័យវរ្ម័នទី3ឡើងសោយរាជស្នងព្រះអង្គនៅហរិហរឡៃឆ្នាំ850រហូតដល់សុគតក្នុងឆ្នាំ877លុះចូលទីបង្គាប់ទៅទ្រង់ទទួលមរណនាមថាវិស្ណុលោករាជវង្សព្រះបាទឥន្ទ្រវរ្ម័នទី1ព្រះបាទឥន្ទ្រវរ្ម័នទី1ឆ្នាំ877ដល់ឆ្នាំ889ព្រះបាទជ័យវរ្ម័នទី3ដោយគ្មានព្រះរាជបុត្រសោយរាជស្នងអូនជីដូនមួយរបស់ព្រះអង្គព្រះនាមថាឥន្ទ្រវរ្ម័នទី1ដែលជាបុត្ររបស់ស្ដេចបរិទ្ធិវិន្ទ្រវរ្ម័នមហេសីនាមឥន្ទ្រទេវីទ្រង់ឡើងសោយរាជសម្បត្តិព្រះបាទឥន្ទ្រវរ្ម័នទី1ជាមហាក្សត្រស្ថាបនិកដ៏ល្បីល្បាញ
ព្រះអង្គទ្រង់ចាត់ឲ្យជីកបារាយមួយឈ្មោះថាឥន្ទ្រតដាយ៉ាងធំនៅលលីប្រវែងបណ្ដោយ 3000 ម៉ែត្រនិងទទឹង 800 ម៉ែត្រអាចដាក់ទឹកបាន 6 លានម៉ែត្រគីបនៅសតវត្សទី 9 បារាយឥន្ទ្រតដាបំរើឲ្យសាសនាផងនិងកសិកម្មផងក្រៅពីនេះព្រះអង្គទ្រង់ចាត់ឲ្យកសាងប្រាសាទព្រះគោនៅឆ្នាំ 879 ដើម្បីឧទ្ទិសដល់បុព្វការីជនមានព្រះមេដាព្រះបិតាព្រះអយិកោព្រះអយិកានិងជាភ្នូររបស់ព្រះបាទជ័យវរ្ម័នទី 2 និងប្រាសាទបាគងនៅឆ្នាំ 881 ជាប្រាសាទភ្នំទី 1 សម្រាប់តម្កល់លឹងទេវរាជព្រះអង្គមានចំណងការទូតជាមួយនឹងចិនចាមនិងជ្វាក្នុងរាជកាលរបស់ព្រះបាទឥន្ទ្រវរ្ម័នទី 1 ប្រទេសខ្មែរទំនងជាមានសន្តិភាពបរិបូរណ៍ទ្រង់សោយទីវង្គតនៅឆ្នាំ 889 ហើយទ្រង់ទទួលមរណនាមថាឥស្វរលោក